នៅក្នុងសង្គមរបស់យើងគ្រួសាររបស់យើងស្ថាប័នរបស់យើងចាំបាច់ណាស់ត្រូវតែចេះហ៊ានសរសើរដល់បុគ្គលដែលគួរសរសើរនេះគឺជាការលើកទឹកចិត្តមួយសំខាន់ណាស់ការសរសើរមានគ្រប់ជាច្រើនរូបភាពដូចជាការសរសើរដោយផ្ទាល់មាត់ការសរសើរដោយឲ្យពិន្ទុសម្រាប់លោកគ្រូអ្នកគ្រូការសរសើរដោយឲ្យជាសម្ភារៈលុយកាក់ឬក៏សម្ភារៈផ្សេងនេះសុទ្ធសឹងតែជាការសរសើរដែលគ្រប់ស្ថាប័នគ្រប់គ្រួសារគ្រប់បុគ្គលដែលតែងតែចង់បានគ្រប់រូបគ្នាប៉ុន្តែហេតុអ្វីបើខ្ញុំបានលើកឡើងថាវាអាចនឹងคล้ายជាគ្រោះពីព្រោះតែការសរសើរដែលមិនបានត្រឹមត្រូវមិនបានល្អវាអាចคล้ายទៅជាគ្រោះនៅពេលដែលយើងយកការសរសើរតាមគ្រប់រូបភាពនេះទៅឲ្យបុគ្គលឬស្ថាប័នដែលមិនគួរសរសើរប៉ុន្តែនៅក្នុងសង្គមយើងសពថ្ងៃយើងតែងសង្កេតឃើញថាមានទាំងឪពុកម្ដាយមួយចំនួនក៏លោកមិនដែលទៅសរសើរដល់កូនរបស់យើងច្រើនតែប្រើពាក្យការស្អីបន្ទោសដើម្បីជាការអប់រំទៅវិញវិធានការនៃការអប់រំរបស់យើងគឺយកវិធីនៃការសរសើរនេះក៏ជាវិធីសាស្ត្រមួយដែលល្អដើម្បីជួយជំរុញលើកទឹកចិត្តដល់ពួកគេព្រោះទោះកិច្ចការនោះវាតូចតាចយ៉ាងណាក៏ដោយក៏ត្រូវតែសរសើរលើកសរសើរឡើងប៉ុន្តែការសរសើរនេះត្រូវតែប្រយ័ត្នកុំឲ្យវាជ្រុលឬក៏វាហួសហេតុអំពីការពិតដូច្នេះការសរសើរដែលខ្ញុំគិតថាវាអាចនឹងคล้ายជាគ្រោះវិញនោះគឺខ្ញុំចែកចេញជា4គឺទី1ការសរសើរដែលមិនបានល្អមិនត្រឹមត្រូវគឺមិនត្រូវសរសើរប៉ុន្តែយើងសរសើរនោះវាអាចទៅคล้ายជាគ្រោះព្រោះតែធ្វើឲ្យអ្នកនោះភ្លេចខ្លួនគាត់អត់បានធ្វើល្អប៉ុន្តែយើងសរសើរថាគាត់បានល្អនោះហើយគាត់មិនបានធ្វើល្អទៀតទេគាត់គិតថាគាត់កំពុងតែធ្វើនេះមានគេសរសើរហើយមានន័យថាការធ្វើរបស់គាត់កំពុងតែដើរលើផ្លូវទៅត្រូវហើយដូច្នេះគាត់នឹងបន្តធ្វើអ្វីដែលខុសបន្តទៀតនេះការប្រយ័ត្នប៉ុន្តែបើយើងសរសើរអ្វីដែលគាត់ធ្វើល្អទោះតិចប៉ុណ្ណាក៏ដោយយើងហ៊ានលើកសរសើរនោះហើយជាចលករជំរុញទឹកចិត្តរបស់គាត់ឲ្យកាន់តែខ្លាំងព្រោះទី2ព្រោះតែការប្រមាថនេះគឺប្រមាថតាក់មានន័យការធ្វើប្រហែសធ្វើឲ្យគាត់កាន់តែប្រព្រឹត្តនៅអំពើឆក់ល្វែងឬក៏មិនយកចិត្តទុកដាក់បន្ថែមទៀតព្រោះគាត់គិតថាគាត់ធ្វើមុនវាល្អហើយដូច្នេះគាត់មានមោទនភាពជ្រុលពេកគាត់ក៏ចាប់ផ្ដើមនៅការប្រតិបត្តិព្រោះការសរសើរមានន័យថាគាត់គិតថាគាត់បានធ្វើល្អហើយត្រឹមត្រូវហើយអញ្ចឹងគាត់នឹងបន្តធ្វើអ្វីដែលមហាជនមើលឃើញថាជាកំហុសគាត់នឹងបន្តធ្វើកំហុសទៀតនោះហើយជាគ្រោះដល់គាត់ហើយគ្រោះរបស់គាត់ដោយសារអ្នកណាដោយសារអ្នកសរសើរមិនត្រឹមត្រូវនោះឯងទី3គឺគ្រោះព្រោះមានអំនួតការសរសើរដែលគាត់ធ្វើឲ្យគេថាគាត់មានមោទនភាពណាស់មានគេសរសើរខ្លួនធ្វើឲ្យគាត់កាន់តែមានអំនួតជ្រុលទៅដូច្នេះបើនិយាយអំពីជ្រោះគាត់កាន់តែជ្រោះធ្លាក់ជ្រៅទៅនៅកំហុសព្រោះតែការសរសើរខុសនេះឯងទី4ព្រោះតែការច្រណែនយើងសរសើរជ្រុលពេកលើកជើងជ្រុលពេកធ្វើឲ្យអ្នកដែលគេមិនត្រូវបានសរសើរគេច្រណែនជាមួយជួនកាលអ្នកដែលមិនត្រូវបានសរសើរគេធ្វើល្អជាងអ្នកដែលត្រូវបានសរសើរដូច្នេះវាជួនកាលយើងសរសើរដើម្បីជាគំរូឲ្យអ្នកដទៃមើលប៉ុន្តែបើសិនជាយើងលើកជ្រុលពេកការសរសើរហួសហេតុពេកខុសពីការពិតពេកធ្វើឲ្យមានអ្នកដទៃគេច្រណែនជាមួយពួកគាត់ធ្វើឲ្យគាត់អាចរងគ្រោះផងក៏ថាបានដូច្នេះការសរសើរគឺជាវិធីដែលល្អបំផុតក្នុងការអប់រំធ្វើឲ្យមនុស្សកាន់តែមានទឹកចិត្តធ្វើកិច្ចការឲ្យកាន់តែប្រសើរឡើងប៉ុន្តែក៏វាអាចមានផលអវិជ្ជមានព្រោះការសរសើរដែលមិនបានត្រឹមត្រូវ
ធ្វើឲ្យជះឥទ្ធិពលអាក្រក់មកដល់បុគ្គលដែលត្រូវគេសរសើរនេះដែរសូមគោរពអរគុណសូមយកទៅពិចារណាតាមការគួរចុះ